ប្រទេសសិង្ហបុរីនិងប្រទេសម៉ាឡេស៊ីសហការគ្នាចេញដីកាតាមចាប់ជនសង្ស័យ34នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅប្រទេសកម្ពុជានេះមិនមែនជាព័ត៌មានថ្មីក្តៅកគុកទេតាមពិតប្រទេសម៉ាឡេស៊ីជើងក្រោយប្រទេសសិង្ហបុរីទេប្រទេសសិង្ហបុរីទេព្រោះអីសិង្ហបុរីបានចេញដីកាតាមចាប់ជនសង្ស័យចំនួន34នាក់ហ្នឹងគឺនេះជាថ្ងៃទី2ទៅហើយព្រោះប្រទេសសិង្ហបុរីបានសង្ស័យថាយ៉ាងហោចណាស់ក៏មានជនជាតិដែលជារបស់ខ្លួនណាប្រជាប្រដ្ឋរបស់ខ្លួនដែលជាជនជាតិសិង្ហបុរីតែម្ដង27នាក់ហើយនឹងមានជនជាតិម៉ាឡេ7នាក់នៅក្នុងហ្នឹងគឺសរុបទៅ34នាក់ដែលពួកគាត់សង្ស័យថាជាប់ពាក់ព័ន្ធនឹងអកតកម្មឆបោកអនឡាញនៅប្រទេសកម្ពុជាដែលយើងដឹងហើយថ្មីនេះគឺក៏ក្រើកពេញផ្ទៃពិភពលោកអំពីមុខមាត់នឹងគេដ៏អាស្រូវរបស់ប្រទេសកម្ពុជារឿងពាក់ព័ន្ធនឹងបនលបែងឆបោកឬក៏អំពើឆបោកអនឡាញដែលជាក្រុមសម្ព័ន្ធមានអង្គការចាត់តាំងចាក់ស្រេះដែលនៅក្នុងនោះពាក់ព័ន្ធនឹងលោកចិនស៊ីដែលមានសញ្ជាតិកម្ពុជានិងជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនផងហើយសហគមន៍អន្តរជាតិគេបានចាត់ការយ៉ាងចាស់ដៃហើយក៏អត់មានបងអង្គដៃដែរបណ្ដាលមកនេះគឺអត់មាននរណាសម្រាប់ដៃសោះហើយទាំងអស់គ្នាគឺដឹងថាឫសគល់នៃបញ្ហាគឺនៅប្រទេសកម្ពុជាដូច្នេះកម្ពុជាយើងខ្លាយទៅជាចំណុចដ៏ក្តៅកគុកនៅលើពិភពលោកដែលគេមើលមកថាជាមជ្ឈមណ្ឌលជួញដូរឆបោកនិងអកតកម្មអនឡាញយ៉ាងកក្រើកពេញពិភពលោកកាលមុនយើងប្រកែកបានគ្រប់យ៉ាងដោយសារអីពេលគេមានរបាយការណ៍អីក៏យើងថានោះជារបាយការណ៍មើលងាយបន្ទាបបន្ថោកតម្លៃប្រទេសកម្ពុជាលៀបពណ៌កេងចំណេញនយោបាយធ្វើឲ្យចំណេញតែបពប្រឆាំងអីឡាក់នឹងឡាក់ដោយសារតែរដ្ឋាភិបាលគិតថាអាចនឹងធ្វើរឿងនេះដោយខ្លួនឯងមិនចាត់ការចឹងដោះសារជាជាងដោះស្រាយនិយាយការពារជាជាងនិយាយការពិតព្រោះកម្ពុជាបិទមាត់ចិត្តឈឹងបានតើតែរឿងនេះផ្ទុះចេញទៅលើឆាកអន្តរជាតិបានអន្តរជាតិជួយអន្តរាគមន៍ទៅកុំអីអត់មានរឿងដោះស្រាយបែបនេះទេហើយនិយាយទៅកម្ពុជាសប្តាហ៍ថ្ងៃអរគុណអាមេរិកមិនអរគុណអាមេរិករឿងខ្លាយទៅជាជនរងគ្រោះកុំតែមានជនជាតិអាមេរិករាប់លានអ្នកដែលខ្លាយទៅជាជនរងគ្រោះមិនរាប់លានរាប់សែនអ្នកហើយនឹងមានជនដទៃទៀតរហូតដល់អាចខ្ទង់លានអ្នកឯនោះដែលខ្លាយជាជនរងគ្រោះដោយសារតែអំពើឆបោកអនឡាញនៅកម្ពុជានឹងឯងដែលអាមេរិកចាត់ការបើកុំអាមេរិកចាត់ការក៏ប្រទេសដទៃទៀតនឹងស្ងាត់ទៅបាត់អស់ទៀតហើយដល់អញ្ចឹងទៅវាមានរឿងពីរវាជាកម្មអកុសលសម្រាប់កម្ពុជានៅក្នុងន័យថាមុខមាត់ប្រទេសជាតិយើងគឺអាប់អួរអាក្រក់នៅលើឆាកអន្តរជាតិតាក់ទងនឹងការឆបោកអនឡាញប៉ុន្តែវាជាគេហៅថាកុសលមួយគឺជាអំពើការពរជ័យមួយនៅក្នុងគ្រោះនឹងដែរពរជ័យសម្រាប់មិនមែនអ្នកដឹកនាំរដ្ឋាភិបាលកម្ពុជាទេមិនមែនក្រុមបកពួកនៃការដឹកនាំប្រទេសសប្តាហ៍ថ្ងៃគឺពរជ័យដល់ប្រជាពលរដ្ឋខ្មែរទាំង17លាននាក់ដែលបានរឿងនេះកើតឡើងទៅវាដូចបោសសម្បុកនឹងមួយក្នុងពេលមួយសារទៅព្រោះរដ្ឋាភិបាលអត់អាចដោះស្រាយអីបានទេនៅតែដោះសារការពារអញ្ចឹងដល់ពេលរឿងនេះកើតឡើងលើពិភពលោកគេចាប់ផ្ដើមដោះស្រាយទៅធ្វើឲ្យយើងសំណាងទាំងអស់គ្នាដែរអញ្ចឹងភ័ព្វវាសនារបស់កម្ពុជាមិនមែនអាស្រ័យទៅលើរដ្ឋាភិបាលកម្ពុជាទេគឺអាស្រ័យដោយសារតែជនរងគ្រោះនឹងវារាយប៉ាយច្រើនពេកហើយខ្ញុំនឹកឃើញរឿងនេះដល់អារឿងដែលថារឿងឆ្មាកដោដែលមាននៅក្នុងផ្ទះមួយដែលឆ្មានៅពេលដែលកដោប្រាប់ថាម្ចាស់ផ្ទះដាក់ថ្នាំកដោសម្រាប់សត្វកដោនៅក្នុងផ្ទះអញ្ចឹងកដោមកពិតឆ្មាថាជួយមើលផងកដោកូនខ្ញុំអីអាចងាប់ដោយសារតែរឿងថ្នាំដែលម្ចាស់ផ្ទះដាក់នឹងហើយដល់ពេលហើយឆ្មាគេថាអត់មានខ្វល់អីផងព្រោះរឿងកដោរឿងឆ្មាព្រោះរឿងខុសគ្នាឯណាមួយឆ្មាមិនសូវត្រូវជាមួយកដោផងអញ្ចឹងអត់ចាត់ការរឿងនេះទេដល់តែពេលចំណេះការក្រោយមកកូនកដោនឹងនាំគ្នាទៅស៊ីដែលថាថ្នាំពុលនឹងក៏ងាប់ពីពេញផ្ទះហ្នឹងក៏ធំក្លិនស្អុយរលួយពេញផ្ទះហ្នឹងម្ចាស់ផ្ទះហ្នឹងក៏នៅមិនបានហ្នឹងក៏ឆ្លោះគ្នាររឿងរហូតផ្អើលដល់ទាំងឆ្មាដល់ទាំងអីទាំងអស់អាកដោក៏ងាប់អាឆ្មាក៏លែងនៅបានសោយសុខវាយផ្អើលទាំងអស់គ្នាដូច្នេះរឿងនេះគឺគាត់ថាតកតងនឹងថាពេលស្អីក៏ដោយតែមានរឿងអីកើតឡើងគឺតើតែថាវាមាន domino effect វាផលប៉ះពាល់អញ្ចឹងតែយើងជួយដោះស្រាយបញ្ហាមិនអាចដោះស្រាយនឹងការពាររួចខ្លួនទេតែនិយាយទៅយើងនៅស្រុកខ្មែរអត់មានសារព័ត៌មានឯករាជ្យអត់មានស្ថាប័នឯករាជ្យអត់មានតុលាការឯករាជ្យអត់មានប្រព័ន្ធចាត់តាំងអង្គការរដ្ឋាភិបាលដែលមានគណៈបកប្រឆាំងឯករាជ្យអង្គការសង្គមស៊ីវិលឯករាជ្យអត់មានអ្នកអាចនិយាយអីបានណាដល់អញ្ចឹងតែយកតែស្គាល់មកយកទៅសងអាចឲ្យធ្លាក់ទឹកឲ្យអើទៅអញ្ចឹងទៅតែនេះមកដល់ម៉ោងនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជាវាហាក់បីដូចជាព្យុះស៊ូណាមីមួយមេធំដែរឬក៏ដែលថាបក់នៅលើដែនផែនប៉ូសធាកម្ពុជាលៀងភាពកខ្វក់ហ្នឹងមួយសារនេះតាមមិនដឹងលៀងបានប៉ុណ្ណាទេវាអាស្រ័យទៅលើម្ចាស់ផ្ទះយើងដែរព្រោះតែមើលទៅដូចជាបើកទ្វារចំហបដាតែខ្ញុំចង់និយាយថារឿងរបស់លោកចិនស៊ីនេះគឺមិនមែនជារឿងតាក់ទងទៅលោកចិនស៊ីម្នាក់ឯងទេគឺវាជាសន្លកពឹសព្រោះឲ្យអង្គការស្ថាប័នសហគ្រាសនឹងរាប់រយក្រុមហ៊ុនដែលពាក់ព័ន្ធចងសម្ព័ន្ធគ្នារស៊ីលៀងលុយលៀងអីហ្នឹងគឺពេញស្រុកខ្មែរឥឡូវនេះយើងឃើញតាំងពីមានលោកចិនស៊ីមានដល់លោកហ៊ុនតូមានដល់លោកអ្នកអង្គញាកុកអានមានលោកលេយងផាត់ចោះមុនទៀតមានលោកត្រីភិបមានលោកស្អីអង្គញាមហាមន្ត្រីអីមកកណោនោះតើយ៉ាងម៉េចស្ងាត់ឈឹងមកយកមកហើយហ្នឹងឥឡូវនេះតាមអ្វីដែលជាដីការបស់ប្រទេសសិង្ហបុរីនេះតាមពិតសិង្ហបុរីចេញមុនម៉ាឡេគេចេញតាមចាប់មនុស្ស34នាក់ហ្នឹងមានម៉ាឡេ7នាក់មានសិង្ហបុរី27ចឹង34តតែពេលចេញហើយថ្ងៃនេះគឺរដ្ឋាភិបាលម៉ាឡេស៊ីគេចេញដីកាតាមចាប់ដែរគឺតាមចាប់7នាក់ដែលខាងរដ្ឋាភិបាលសិង្ហបុរីរកឃើញថាជាជនជាតិម៉ាឡេស៊ីពាក់ព័ន្ធនឹងអំពើឆបោកនៅឯប្រទេសកម្ពុជាយើងគឺពលទុករហូតដល់ប្រទេសគ្រប់គ្នាចឹងទៀតតែមិនថាតែពលទុកតែប្រជាប្រដ្ឋខ្លួនឯងមុខមកខ្លួនឯងឥឡូវទៅលើឆាកអន្តរជាតិពលទុកទាំងអស់ពលទុកដល់ណាទៀតកូរ៉េខាងត្បូងប្រហែលថ្ងៃមុនទៅធនាគារកូរ៉េខាងត្បូងហ្នឹងបង្កក់សាច់ប្រាក់របស់ក្រុមធនាគារ Prince ឬក្រុមហ៊ុន Prince នៅក្នុងប្រទេសកម្ពុជាដល់ខ្ទង់លានដុល្លារសហចក្រភពអង់គ្លេសគឺទៅបង្កក់ប្រាក់ក្រុមហ៊ុន Prince ហ្នឹងនិងអង្គការចិនស៊ីហ្នឹងដល់ទៅជាង100លានដុល្លារបង្កក់ទ្រព្យសម្បត្តិមកកណោឥឡូវនេះគឺថ្មីនេះមានការបង្កក់ប្រាក់នៅសិង្ហបុរីតាក់ទងនឹងក្រុមហ៊ុនលោកចិនស៊ីហ្នឹងទៅទៀតគឺមានទាំងចលនាទ្រព្យមានទាំងរថយន្តមានទាំងអីផងគឺជាទឹកប្រាក់
ជាង$100 លានទៀតហើយអាមេរិកនេះគឺ$1000 លាន$15,000 លានជា cryptocurrency ដែលប៉ះពាល់ដល់ជនរងគ្រោះនៅអាមេរិកដូច្នេះវាចាក់ស្រោចទាំងអស់នៅស្រុកខ្មែរហ្នឹងគឺសំដៅទៅលើតែលោកចិនស៊ីហ្នឹងមួយហើយនឹងមានហេដ្ឋារចនាសម្ព័ន្ធគាត់មកកណោអង្គការក្រុមហ៊ុនបិទសម្ព័ន្ធរបស់គាត់មកកណោហ្នឹងដែលនៅពាក់ព័ន្ធគ្នាហ្នឹងហើយបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ប៉ូលីសម៉ាឡេស៊ីដែលចេញផ្សាយនៅថ្ងៃនេះហ្នឹងគឺខាងម៉ាឡេគឺគេផ្ដោតទៅលើតែទាំង7នាក់ដែលជាជនជាតិម៉ាឡេទេប៉ុន្តែរឿងសង្ហបុរីគឺគាត់ផ្ដោតទាំង34នាក់ដោយទាំងសង្ហបុរី27និងម៉ាឡេ7នាក់ហ្នឹងផងប៉ុន្តែអ្វីទាំងអស់ហ្នឹងគឺសុទ្ធតែពាក់ព័ន្ធនៅប្រទេសកម្ពុជាជាអ ក្រិតកម្មឆ្លងដែនប៉ុន្តែមានមជ្ឈមណ្ឌលនៅចំកណ្ដាលប្រទេសកម្ពុជានឹងតែម្ដងអញ្ចឹងអ្វីគឺគេចាក់ស្រោចមកលើយើងគ្រប់គ្នាហើយបើតាមអ្វីដែលរាយការណ៍គឺទាំងម៉ាឡេស៊ីទាំងសិង្ហបុរីហ្នឹងថាអង្គការចាត់តាំងហ្នឹងមានបណ្ដាញក្រុមហ៊ុនដែលចាក់ចូលនៅក្នុងករណីឆបោកហ្នឹងដែលគេពងស៊ើបអង្កេតហ្នឹងជាង400ក្រុមហ៊ុនឬក៏បណ្ដាញដែលច្រើនសន្ធឹកមែនតើហើយទាំងអស់ហ្នឹងមានហេដ្ឋារចនាសម្ព័ន្ធដែលជាគ្រឹះនៅឯប្រទេសកម្ពុជាខ្ញុំនិយាយទៅគឺហេតុអីបានជាអង្គើឆបោកដែលមានមជ្ឈមណ្ឌលយ៉ាងច្រើនបែបនេះហើយយើងអាចនឹងរីកស្គុះស្គាយនៅប្រទេសកម្ពុជាបានរហូតតតែគេបង្ក្រាបបានតើអាជ្ញាធរកម្ពុជាអត់បានចាត់ការអីសោះឬក៏យ៉ាងម៉េចព្រោះថាមិនមែនរឿងនេះរឿងថ្មីទេគឺអង្គការសហប្រជាជាតិក៏គេរកឃើញរាប់ឆ្នាំហើយអង្គការសិទ្ធិមនុស្សក៏រកឃើញរហូតអាមេរិកក៏បានដាក់ទណ្ឌកម្មអីជាហោហាយប៉ុន្តែវាអត់ដែលមានចំណាត់ការអីទៅតែពេលនេះហើយពេលនេះគឺទៅតែចំណាត់ការនេះមាននៅពេលដែលមានចំនួនជាមួយថៃទៀតអញ្ចឹងយើងមានចង្រៃមែនតើឆ្លោះជាមួយថៃនឹងបើយើងនិយាយណាវាចង្រៃហើយគឺធ្វើឲ្យយើងមានបញ្ហាគេយកដីយើង10កន្លែងជាងដោយតាំងពីច្រកអានសេះភ្នំទ្រាប់ប្រាសាទតាមន់ធំតាមន់តូចឥឡូវដល់ច្រកដែលណែភូមិជោគជ័យភូមិព្រៃច័ន្ទអីចឹងលាក់នឹងលាក់អីចឹងឈូសឆាយដីដាក់បលាលុះអីចឹងអាហ្នឹងយើងបាត់ឲ្យស្លាប់ទាហានយើងអស់រាប់10នាក់ហើយត្រូវគេចាប់យើងយកទៅធ្វើចំណាប់ខាង8 10នាក់ទំនាក់ទំនងយើងនឹងគឺល្អកកជាមួយគ្នាលាក់នឹងលាក់បញ្ហាសេដ្ឋកិច្ចបញ្ហាអត់ការងារធ្វើបញ្ហាអី100ជំពូវាចង្រៃមែនហើយក៏ប៉ុន្តែក៏វាមានលទ្ធផលល្អដែរបើថាក៏មានអាបញ្ហាហ្នឹងអត់មានកក្រើករឿងនេះព្រោះអីកក្រើករឿងនេះដោយសារអីថៃគេដាក់សម្ពាធកម្ពុជាយើងខ្លាំងដែររឿងការឆបោកអនឡាញថៃគេគិតថាយើងនឹងវាហៀឆបោកអនឡាញនឹងទៅដល់ប្រទេសគេទៀតហើយកន្លងមកកម្ពុជាថាអត់មានទេថៃក៏ក្រើកពេញផ្ទៃប្រទេសមកចោតកម្ពុជាអញ្ចឹងយើងនិយាយទៅគឺយើងដោះសារបានរហូតដែរកាលនោះសមកម្ពុជាចង់និយាយថាថៃទម្លាក់កំហុសលើយើងគឺយើងឆ្លើយសមមែនតើតែដល់ពេលគេចាប់ផ្ដើមថាមានមជ្ឈមណ្ឌលឆបោកនៅប៉ោយប៉ែតនៅអូស្មាច់នៅអីតាក់តងនឹងអុកញ៉ាមកកណោក៏ដឹកអីទៅហើយចាប់ផ្ដើមរករឿងអ្នកអុកញ៉ាកុកអានចាប់ផ្ដើមរករឿងអុកញ៉ាលីយ៉ុងផាត់ដកសញ្ជាតិដកអីទៅឃើញវារៀលដាលមកទាំងអស់ទៅវានៅលើគោកទាំងអស់ដល់អញ្ចឹងទៅអានឹងវាខ្លាយទៅជាការពិតហើយថៃគេបង្ខំយើងឲ្យព្រមកិច្ចសន្យានិងកិច្ចព្រមព្រៀងមួយដែលមាន4លក្ខខណ្ឌនៅក្នុងនោះលក្ខខណ្ឌមួយគឺប្រយុទ្ធប្រឆាំងការជួញដូរឆបោកអនឡាញនឹងដែរហើយតែយើងក៏ព្រមតាមលក្ខខណ្ឌហ្នឹងឥឡូវទទួលស្គាល់ថាវាពិតជាមានអញ្ចឹងហើយត្រូវសហការហើយមិនធ្វើសហការជាមួយថៃទេឥឡូវលោកហ៊ុនម៉ាណែតបានបោះដៃដល់ទៅ FBI ទៀតពីមុនមកដែលបានបោះដៃទៅ FBI ឯណាលោកហើយកុំថាឡើយដល់បោះដៃទៅឲ្យ FBI ទទួលស្គាល់តែការពិតថាខ្លួនយើងមានបញ្ហាហ្នឹងអត់ផងព្រោះអីដើម្បីការពារអង្គការទាំងអស់នោះដែលជាហឹបប្រាក់ដើម្បីជួយគណៈបកប្រជាជនកម្ពុជាជួយរដ្ឋាភិបាលដើម្បីឲ្យមានលទ្ធភាពបង្ក្រាបប្រជាពលរដ្ឋអីហូរហែមកដល់ពេលឥឡូវវានៅលើគោកពេកហើយប្រជាពលរដ្ឋក៏ឃើញមុខមាត់យើងក៏លំបាកបញ្ហាជាមួយថៃសម្ពាធគ្រប់បែបយ៉ាងក៏មានការប្រែប្រួលវាជាផលល្អសម្រាប់កម្ពុជាដែរប្រជាពលរដ្ឋ14 17លាននាក់ក៏អាចថាជាភ័ព្វព្រេងវាសនាមួយដែលថាដល់ដំណាក់កាលដែលតតែទុំជោអញ្ចឹងទៅវាអត់មានខាងក្នុងដែលចាត់ការមិនបានតែឥឡូវពឹងអ្នកខាងក្រៅទៅវិញឥឡូវនេះគឺគេចាត់ការតាមដំណើរប៉ុន្តែមកដល់ម៉ោងនេះយើងអត់ដឹងថាតើរដ្ឋាភិបាលចាត់ការអង្គការចិនស៊ីនឹងយ៉ាងម៉េចទេអត់ចាត់ការលោកលីយ៉ុងផាត់នឹងយ៉ាងម៉េចទេព្រោះអីថៃគេដកសញ្ជាតិលោកលីយ៉ុងផាត់ហើយចេញដីកាតាមចាប់អ្នកអង្គការកុកអានហើយនឹងកូនគាត់ហើយនឹងមានលោកចិនស៊ីនេះក៏អាមេរិកដាក់ទណ្ឌកម្មចេញដីកាដើម្បីចាប់ខ្លួនឲ្យតែចូលដល់ទឹកដីអាមេរិកចាប់ខ្លួនគាត់ថាអាមេរិកអត់បានចេញដីកាសម្រាប់គេហៅថានិវេតក្រហមអីឲ្យកម្ពុជាសហការនៅឡើយទេព្រោះអីបើចេញនិវេតក្រហមឲ្យចាប់លោកចិនស៊ីក៏ហាក់បីដូចជាមិនបានប្រយោជន៍អីដែរព្រោះអីអាមេរិកនិងកម្ពុជាអត់មានបច្ចាប័នអត់មានកិច្ចព្រមព្រៀងប្រជាប័ណ្ណនៅក្នុងការបញ្ជូនអ្នកទោសទៅវិញទៅមកអញ្ចឹងទេដូច្នេះយកល្អគឺឲ្យកម្ពុជាចាត់ការខ្លួនឯងទៅហើយ FBI អាចចូលទៅសហការជាមួយប្រទេសកម្ពុជានេះហើយដែលធ្វើឲ្យលោកហ៊ុនម៉ាណែតចាប់ផ្ដើមបង្ហាញសារថាបានជជែកជាមួយមេ FBI លោក Kash Patel តាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការដែលខ្ញុំបានផ្សាយពីម្សិលមិញហើយថានេះគឺជារឿងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុន្តែជារឿងអាក្រក់សម្រាប់ក្រុមដែលថាគ្រប់គ្រងប្រទេសនៅក្នុងការកាងក្រុមក្រិតជនឬក៏ជនសង្ស័យដែលធ្វើឲ្យខូចមុខមាត់ប្រទេសនឹងយូរឆ្នាំពេកហើយដល់ពេលអញ្ចឹងកំបិតចិត្តដងបានន័យថាចង់ឲ្យប្រទេសកម្ពុជាមានមុខមាត់នឹងគេលើឆាកអន្តរជាតិស្ដារឡើងវិញប៉ុន្តែវាទៅជាការសម្លាប់អ្នកដែលធ្លាប់ផ្ដល់ហិរញ្ញវត្ថុដែលធ្លាប់ជួយគណៈបកកណ្ដាលអំណាចអីហ្នឹងក្រុមបកពួកហ្នឹងមកយកមកហើយហ្នឹងតើទៅរំលើងឬគល់ហ្នឹងយ៉ាងម៉េចព្រោះវាជាសម្លកពឹសវាអាចពាក់ព័ន្ធមនុស្សគ្រប់គ្នានៅក្នុងជួរច្រើនគ្នាមិនមែនគ្រប់គ្នាទេនៅក្នុងជួររដ្ឋាភិបាលដោយអ្វីដែលរដ្ឋាភិបាលអាមេរិកដាក់មកហើយនឹងសេចក្តីព្រាងច្បាប់របស់តំណាងរាស្ត្រពីររូបនៅរដ្ឋ Texas ដែលចង់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាមានដោយទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាដែលទោះបីជាអ្នកនាំពាក្យអះអាងតតចោលព័ត៌មាននឹងច្រើនលើកច្រើនគ្រាថាលោកសសុខាមិនពាក់ព័ន្ធប៉ុន្តែមន្ត្រីនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលសពថ្ងៃសុទ្ធតែមន្ត្រីក្រាក់ពាក់ផ្កាយហ្នឹងគឺមានឈ្មោះនៅក្នុងនឹងឡើងមកកណោហើយតើយើងទៅដោះស្រាយយ៉ាងម៉េចដើម្បីរំលាយឬគល់ឥឡូវនេះអ្វីដែលប្រជាពលរដ្ឋចាំមើលហ្នឹងថាតើអង្គការរដ្ឋាភិបាលចាត់ការលោកចិនស៊ីដែលឬក៏លោកលីយ៉ុងផាត់អីអញ្ចឹងតែបើតាមមើលប្រជាពលរដ្ឋខ្មែរថាវាពិបាកនឹងសង្ឃឹមដែរដោយសារអីរដ្ឋាភិបាលកម្ពុជាមានល្បិចកលច្រើនដែរបើយើងមើលដោយលើករណីលោកលឹមកំយ៉ាអញ្ចឹង
នៅពេលដែលប្រទេសថៃគេចាប់ផ្ដើមវែកមុខរកឃើញថាមានលីរតនៈរស្មីដែលជាជនដៃដល់ផ្ដល់ហិរញ្ញវត្ថុឲ្យភៀណយដើម្បីបាញ់សម្លាប់លោកលឿនកំយ៉ានៅឯទីក្រុងបាងកកគេមានភ័ស្តុតាងគេមានស្អីសពបែបយ៉ាងហើយដែលលោកលីរតនៈរស្មីហ្នឹងដែលកាលពីមុនជាសកម្មជនគណៈបកប្រឆាំងហើយផ្ដាច់ខ្លួនចូលគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលយូរហើយមានទូនីតិមានជាទីប្រឹក្សាជាអីសមាជិកគណៈបកកណ្ដាលអំណាចអីហ្នឹងឡើងយូរស្រាប់តែដល់ពេលមានរឿងហ្នឹងបែករឿងនៅថៃស្រាប់តែចេញលិខិតមួយស្លឹកមកថាគេដកតំណែងផ្ដាច់តំណែងពីទីប្រឹក្សាឬក៏សមាជិកឬស្អីហ្នឹងខាងតាក់ទងគណៈបកប្រជាជនកម្ពុជាហ្នឹងយូរអើយហើយប្រជាប្រដ្ឋចិត្តទៅសួរថាចុះបើកាលពីចូលហេតុអីក៏មានពិធីអកធឹកម៉េះសិប្រកាសអីណាសពបែបយ៉ាងដល់ពេលផ្ដាច់អីក៏ហេតុអីក៏មិនប្រាប់សាធារណជនឲ្យដឹងទៅថាបុគ្គលហ្នឹងលែងពាក់ព័ន្ធអីទៀតទៅកុំឲ្យមានការសង្ស័យហេតុអីក៏អាកាលពេលចូលប្រកាសហែងគ្រូងក្តាំងដល់ពេលចេញវិញស្ងាត់អញ្ចឹងប្រជាប្រដ្ឋសង្ស័យថានេះគឺជាលិខិតដូរកាលបរិច្ឆេទធាក់ថយក្រោយបានន័យថាលិខិតចេញថ្ងៃហ្នឹងតែដាក់ថាធ្វើតាំងពី2ឆ្នាំមុនឬក៏6ខែមុនអញ្ចឹងណាហើយតើអ្នកណាទៅទុកចិត្តរឿងនេះបានព្រោះវាមានរឿងច្រើនមកកណ្ដោរដ្ឋាភិបាលពិបាកធ្វើឲ្យប្រជាប្រដ្ឋទុកចិត្តដោយសារតែរឿងបិទព័ត៌មានសេរីច្រើនពេកបើឲ្យមានទៅជួនកាលជួយគ្នាជួយរដ្ឋាភិបាលខ្លួនឯងតើហើយឥឡូវមានរឿងមួយទៀតដល់ថ្ងៃនេះលោកសំរងស៊ីដែលជាប្រធានរដ្ឋាភិបាលក្រៅប្រទេសហ្នឹងគឺអត់ដឹងថាលោកបានព័ត៌មានច្បាស់ការពីណាទេគឺគាត់បានលើកផ្សាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅក្នុងគេហទំព័រ Facebook របស់លោកហ្នឹងថាព្រះមហាក្សត្រខ្មែរបាន live ប្រហោះលេខាដកទួនាទីរបស់លោកចិនស៊ីពីទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនហើយនឹងដកសញ្ជាតិលោកចិនស៊ីរួចទៅហើយគ្រាន់ថាឯកសារហ្នឹងមិនទាន់ចេញជាផ្លូវការនៅឡើយទេគឺទុកចាំបន្តិចទៀតសិនប៉ុន្តែជាផ្លូវការគឺគេដកហើយប៉ុន្តែសរសេរកាលបរិច្ឆេទហ្នឹងថយក្រោយបានន័យថាតើតើមានរឿងហ្នឹងគឺបានន័យថាអាចថាដកតំណែងគាត់ពីមួយឆ្នាំមុនបាត់ទៅហើយដើម្បីអីលៀងខ្លួនកុំឲ្យពាក់ព័ន្ធនឹងរដ្ឋាភិបាលថាពេលដែលមានរឿងនេះគឺអ្នកនោះឯងគេជំរុះទូនីតិចោលគេដកស្អីសញ្ជាតិអីឡាក់នឹងឡាក់អីចឹងទៅអានេះគឺជាការលើកឡើងរបស់លោកសំរងស៊ីទេពុំទាន់មានប្រតិកម្មអីទាំងអស់ពីរដ្ឋាភិបាលកម្ពុជាហើយខ្ញុំគិតថានេះក៏អាចជាព័ត៌មានដែលត្រូវការតាមដានបន្ថែមទៅទៀតហើយការដែលលោកសំរងស៊ីលើកឡើងនេះក៏ជាបើសិនជារឿងនេះពិតក៏អត់មានអីភ្ញាក់ផ្អើលដែរចំពោះខ្ញុំបើរឿងនេះពិតក៏អត់អីភ្ញាក់ផ្អើលដែរប៉ុន្តែយ៉ាងណាខ្ញុំនឹងរងចាំមើលការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាត្រឹមថ្ងៃស្អែកតាក់ទងនឹងលោកចិនស៊ីនេះព្រោះអីព័ត៌មាននេះវារសើបដែរព្រោះហេតុអីបានជាសុកទៅដកសញ្ជាតិលោកចិនស៊ីដោយមិនមានអ្នកណាដឹងសោះហើយលោកចិនស៊ីនេះអ្នកណាមិនដឹងក៏ក្រាត់ពេញផ្ទៃពិភពលោកហើយបើដកសញ្ជាតិចិនស៊ីតើគាត់ទៅឯណាព្រោះគាត់មានសញ្ជាតិចិនគាត់លុបសញ្ជាតិចិនចោលបាត់ហើយបានន័យថាផ្ញើឆ្អឹងនៅស្រុកខ្មែរហើយព្រោះក្នុងន័យថាមានសញ្ជាតិកម្ពុជាសុកចិត្តបោះបង់ចោលសញ្ជាតិចិនដែលលោកដើមកំណើតជាចិននោះប៉ុន្តែលោកមានសញ្ជាតិអង់គ្លេសដែរហើយសញ្ជាតិអង់គ្លេសហ្នឹងការពិតឲ្យដឹងតែចូលដីអង់គ្លេសអត់បានហើយមានសញ្ជាតិណាមួយនៅកោះដែនកោះណានៅជិតប៉ាពូនូគីណេណានោះដែលមិនដឹងថាតើគាត់អាចទៅកន្លែងហ្នឹងចូលនិយាយទៅបើគាត់ហ៊ានឆ្លងដែនទៅដែនអន្តរជាតិនៅពេលនេះគឺមិនផុតពីការចាប់ខ្លួនទេព្រោះម៉ាឡេក៏មានរឿងហ្នឹងជាមួយក្រុមរបស់លោកចិនស៊ីអង់គ្លេសិង្ហបុរីអាមេរិកដូចថាអាផ្លូវដើរចេញពីស្រុកខ្មែរហ្នឹងគឺចង្អៀតមែនតើលើកឡើងតែកម្ពុជាចាប់គាត់ហើយដោះស្រាយទៅចង់និយាយថាមានតែវិធីហ្នឹងទេគឺបានប៉ុណ្ណាបានប៉ុណ្ណឹងទៅដូច្នេះពេលនេះក៏ជាកម្មពៀសម្រាប់លោកចិនស៊ីហ្នឹងដែរដែលគាត់គិតថាមានអ្នកការពារបានប៉ុន្តែពេលនេះកម្ពុជាត្រូវការរំដោះខ្លួនលាងដៃដើម្បីស្ដារកិត្តិយសកម្ពុជាពីរឿងភ្ជុំឈោមាននេះដែរបើសិនជាកម្ពុជាមិនធ្វើទេគឺស្លាប់ខ្លួនហើយធ្វើមិនមែនធ្វើតែលោកចិនស៊ីទេគឺមានទាំងអស់មានលោកហ៊ុនតូលលីយ៉ុងផាត់អ្នកអង្គញាកុកអានលោកត្រីភិបលោកអីហ្នឹងមានមកកណក៏ដឹកហ្នឹងមិនដឹងថាគាត់ធ្វើម្ដុំទុកម្ដុំឬយ៉ាងម៉េចពិបាកណាស់កម្ពុជាមកនេះគឺគាត់លំបាកមែនតើមកដៃមកខាងត្រូវទ្រទូលរែកពីរឿងបញ្ហាព្រំប្រទល់ដែនកំពុងឆ្លោះគ្នាជាមួយថៃដែលគេកំពុងតន្ទ្រានយកដីយើងប្រជាពលរដ្ឋក៏អត់សប្បាយចិត្តដៃមកខាងត្រូវដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងឆបោកអនឡាញដែលជារឿងគេឈ្មោះកិត្តិយសជាតិយើងពាក់ព័ន្ធនឹងការវិនិយោគពាក់ព័ន្ធនឹងសេដ្ឋកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្មនឹងការទុកចិត្តប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានឹងគឺរឿងលំបាកមែនតើហើយរឿងនេះហើយដែលកម្ពុជាត្រូវអាសាច់ស្អុយចោលដែលគុំថាតាមាត់ហើយការដែលត្រូវធ្វើនេះគឺដូចខ្ញុំនិយាយចឹងកំបិតចិត្តដងបើលោកហ៊ុនម៉ាណែតធ្វើត្រូវគឺនឹងអាចស្ដារមុខមាត់រដ្ឋាភិបាលកម្ពុជានេះបានគ្រាន់បើនៅក្នុងរយៈពេលហើយគ្មានពេលណាប្រសើរជាងពេលហ្នឹងទៀតទេពេលនេះគឺជាពេលប្រសើរបំផុតនៅក្នុងការចាត់ការអ្វីដែលជាវាំងននពពកខ្មៅនឹងឲ្យបកឆ្ងាយពីផែនពណ៌សធាកម្ពុជាឲ្យមានពលឺភ្លឺស្វាងថ្លាបន្តិចទៅព្រោះឥឡូវស្រអាប់ស្រពិលស្រពេចស្រពិលស្រទុំគឺថាមើលទៅគឺចុះអាប់បែកផ្សែងគឺវាជប់មើលឡើងឃើញគ្នាហើយដែលធ្វើឲ្យមុខមាត់កម្ពុជាយើងអាសោចប៉ុន្តែកម្ពុជាចេះតែថាអត់ទេយើងអស់ចាមហាលូតផ្លោះអញ្ចឹងប៉ុន្តែគេមើលមកហ្នឹងក៏ក្រិចដូច្នេះនេះគឺជាវិញ្ញាសាសម្រាប់លោកហ៊ុនម៉ាណែតនៅក្នុងការដោះស្រាយបញ្ហាហើយតើលោកអាចដោះស្រាយដោយភាពស្មោះសរត្រង់ត្រឹមប៉ុណ្ណាគឺអាស្រ័យទៅលើទង្វើមិនមែនលើការថាឬក៏សារប្រជាពិធអីទៀតទេប្រជាពលរដ្ឋត្រលាន់នឹងការដោះសារហើយនឹងការនិយាយការពីហើយក៏ចង់មើលសកម្មភាពជាក់ស្ដែងហើយសង្ឃឹមថាចំណាត់ការនេះបើសិនជារដ្ឋាភិបាលកម្ពុជាមិនធ្វើអ្នកណាដែលមិនពេញចិត្តឬក៏អីខ្ញុំជឿថាមានអាមេរិកមួយដែរតើចាត់ការយ៉ាងម៉េចព្រោះអាមេរិកក៏ចាំមើលទង្វើរបស់កម្ពុជាដែរព្រោះម៉ោងនេះនៅពេលដែលកម្ពុជាអោបជើងអាមេរិកខ្លាំងទៅអាមេរិកហាក់បីដូចជាផ្លិចខ្លួនបន្តិចដែររដ្ឋបាលលោកត្រាំនៅពេលដែលគាត់កំពុងតែអេជាមួយនឹងការលួងចិត្តការលុនតួការអង្វរឬក៏សរសើរគេហៅថាបញ្ជូច្រើនពេកទៅគាត់ជាងជូបន្តិចដែរជូនៅក្នុងន័យថាឥឡូវហ្នឹងដកអាបំរាមនៅក្នុងការលក់សពាវុធរបស់អាមេរិកទៅកម្ពុជាទៀតហើយសហការគ្នាធ្វើសម្ពយុទ្ធយោធាដែលគេហៅឆ្មាំអង្គរសង់ទីណាល់អីហ្នឹងឡើងវិញអីចឹងនៅពេលខាងមុខអីចឹងទៅដូចថាបទូបថយច្រើនប៉ុន្តែត្រូវចាំអាមេរិកកាលដែលជប់ធ្វើសម្ពយុទ្ធយោធាជាមួយកម្ពុជាមិនមែនដោយសាររឿងមិនត្រូវគ្នាមួយកម្ពុជាដោយសាររឿងទី1កម្ពុជាអែបចិនខ្លាំងពេកហើយបំផ្លាញសិទ្ធិមនុស្សនិងប្រជាបតៃដល់កម្រិតមួយដែលអាមេរិកអាចទទួលយកបានទេអញ្ចឹងរដ្ឋបាលអាមេរិកកាលពីពេលមុនហ្នឹងក៏បានដក
កម្លាំងការសហការគ្នាផ្នែកសម្បយុទ្ធយោធាជាមួយយោធាកម្ពុជាព្រោះលេបអត់ចូលថងថាយោធាអាមេរិកចាត់ទុកថាជាមនុស្សមានក្រមសីលធម៌ស្អាតស្អំអញ្ចឹងទៅធ្វើសម្បយុទ្ធយោធាជាមួយយោធាកម្ពុជាដែលអាមេរិកខ្លួនឯងដាក់ទណ្ឌកម្មយោធាកម្ពុជានៅដែនសមុទ្ររៀមនោះមានឧត្តមសេនីយ៍2នាក់ពីរឿងរំលោភសិទ្ធិមនុស្សអំពើពុករលួយអីឡើងនឹងឡាក់វាក៏ក្រិចពេកដូច្នេះគេដកចេញមកទី1ដកតាក់ទងរឿងសិទ្ធិមនុស្សនិងជាតិតៃផងទី2ដកអារឿងយើងអែបចិនខ្លាំងនឹងផងហើយណាមួយនៅពេលដែលកម្ពុជាអែបចិនខ្លាំងគឺឌឺដល់អាមេរិកគ្រប់រឿងទៅរំលាយអាសំណង់ដែលជាលុយញើសឈាមបងពុនរបស់សហរដ្ឋអាមេរិកដែលជួយនៅដែនសមុទ្ររៀមហ្នឹងគឺរំលំអាគារនឹងចោលហើយសាងសង់ថ្មីដោយយកលុយរបស់ចិនយកមកឌឺអាមេរិកទៀតអាហ្នឹងនៅក្នុងដែនសមុទ្ររៀមហើយអាកាភ្លើងអីហ្នឹងមួយចំនួនហ្នឹងក៏រំលាយចោលដុតចោលហើយរបស់គេហៅកាភ្លើងចាស់ៗរបស់អាមេរិកអាហ្នឹងលោកហ៊ុនសែនផាជាអំឡុងឆ្នាំ2021ថ្មីនឹងដែរតែបងប្អូន4ឆ្នាំមុនហ្នឹងគឺថាផ្សព្វផ្សាយយ៉ាងកក្តៅថាគ្រឿងសពាវុធរបស់អាមេរិកនោះវាបានផេះបានការអីទេដុតចោលដុតអីទៅអីចឹងទៅចាប់ផ្ដើមទិញដូចថាចង់ប្រាប់ថាទិញអាវុធចិនទិញអីយកមកប្រើទៅវាគ្រាន់បើអញ្ចឹងណាប៉ុន្តែឥឡូវនេះអ្វីគឺវាប្រែពណ៌ដោយសារអីអាមេរិកខ្លួនឯងហ្នឹងក៏ចាប់ផ្ដើមរៀងភ្លេចខ្លួនដូចថាចង់ច្រើនទូបដ ទឹកដើម្បីប្រលេះដៃចេញពីចិនពីតំបន់អាស៊ានបន្តិចទៅតនឱកាសមានហើយណាមួយកម្ពុជាកំពុងតែទុនខ្លួនហើយមិនអាចនឹងតតាំងជាមួយថៃបានផងអញ្ចឹងឱកាសអាមេរិកគឺលូកដៃភ្លាមលូកឲ្យផាត់ចិនចោលហើយដល់ពេលខ្មែរធ្វើអញ្ចឹងទៀតគឺយកឱកាសហ្នឹងឲ្យអាមេរិកចុះអាមេរិកខ្លួនឯងកំពុងភ្លេចកាតព្វកិច្ចមួយដែរគឺកំភ្លេចថាការដកអត់ធ្វើសម្ពយុទ្ធយោធាជាមួយកម្ពុជាគឺដោយសារតែអត់ពេញចិត្តនឹងរឿងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាណានឹងជាតបតែឥឡូវអត់ទាន់ប្រសើរទេណាអត់ទាន់ប្រសើរទេអញ្ចឹងអាមេរិកក៏នៅតែទទួលរងការពិនិត្យមើលរបស់ប្រជាពលរដ្ឋនៅអាមេរិកនេះដែរថាតើអាមេរិកសហការជាមួយកម្ពុជាក្នុងន័យដើម្បីជួយកម្ពុជាឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរឬយ៉ាងណាឬក៏គ្មានលក្ខខណ្ឌអីសោះចេះតែទៅធ្វើសម្ពយុទ្ធយោធានឹងគ្នាទៅវិញរឿងនេះអាមេរិកអត់រួចខ្លួនទេប៉ុន្តែពេលនេះខ្ញុំជឿថាជារឿងល្អកម្ពុជាសហការជាមួយអាមេរិកជារឿងល្អអាមេរិកដកទណ្ឌកម្មហាមលក់ផលិតតែយុទ្ធឧបករណ៍ឬក៏គ្រឿងសពាវុធអាមេរិកសម្រាប់កម្ពុជាហ្នឹងក៏ជារឿងល្អដែរប៉ុន្តែកម្ពុជាអត់មានលុយទិញគ្រឿងសពាវុធអាមេរិកទេលើកហ្នឹងវាគ្រាន់តែជាការលួងចិត្តដើម្បីប្រាប់ថាអត់អីទេបើចង់ទិញបើកផ្លូវឲ្យទិញចង់ទិញអាវុធ F16 ឬក៏អីពីអាមេរិកកុំឲ្យបិទផ្លូវចិត្តឈឹងអញ្ចឹងទៅកម្ពុជាលែងមានអាការដាក់ទណ្ឌកម្មហើយលោកហ៊ុនសែនដោយសាររឿងការដាក់ទណ្ឌកម្មឈប់លក់សពាវុធអាមេរិកឲ្យហ្នឹងយើងអត់ទាំងមានលុយទិញគេផងហ្នឹងគ្រាន់តែប៉ុណ្្នឹងគាត់ទៅដុតអាវុធយុទ្ធភ័ណ្ឌដែលជាជំនួយឬក៏ជារបស់អាមេរិកពីមុនចោលហ្នឹងឆ្នាំ2021តែឥឡូវនេះអ្វីៗវារៀងប្រសើរបន្តិចតែខ្ញុំចង់និយាយថាអាមេរិកគេអត់ដែលភ្លេចយើងទេបើថាយោធាអាមេរិកសំទោសរដ្ឋបាលលោកត្រាំភ្លេចប្រជាពលរដ្ឋដែលអាមេរិកពាក់កណ្ដាលប្រទេសដែលមិនបានបោះឆ្នោតគ្រប់គ្រងលោកត្រាំហ្នឹងក៏មិនឲ្យលោកត្រាំរួចខ្លួនពីរឿងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដែរហើយក្នុងនោះមានខ្ញុំមួយក្នុងដែរគឺបានន័យថាខ្ញុំពេញចិត្តឲ្យសហការដោះស្រាយជួយបញ្ហាកម្ពុជាប៉ុន្តែត្រូវឲ្យមានលក្ខខណ្ឌមួយគឺស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរមិនមែនបានន័យថាច្បាល់ត្រូវគ្នាទៅហើយស្រាប់តែកម្ពុជាមានលេសថាអូឥឡូវត្រូវមួយអាមេរិកត្រូវមួយ FBI ត្រូវមួយលោកត្រាំត្រូវអីអញ្ចឹងអាបញ្ហារំលោភសិទ្ធិមនុស្សពីមុនមកយើងឆាចោលយើងអត់បាច់ស្ដារអត់បាច់ធ្វើអីទាំងអស់យើងបន្តធ្វើរំលោភចឹងតទៅទៀតទៅព្រោះអាមេរិកគេមិនទាំងដាក់ទណ្ឌកម្មអីខ្ញុំជឿថារឿងនេះគឺជាការគិតខុសហើយខ្ញុំជឿថាឥឡូវនេះគេអត់សូវខ្វល់រឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យស្រួចខ្លាំងដូចអ្វីដែលជាយុទ្ធសាស្ត្រយោធាដើម្បីអាមេរិកគ្រប់គ្រងតំបន់នៅអាស៊ាននឹងទេដោយសារតែកម្ពុជាបានឲ្យដៃអាមេរិកខ្ចីប្រើប្រាស់នៅក្នុងពេលដែលកំពុងមានចំនួនជាមួយថៃនេះតែជាពេលវេលាដំដៃតនៅក្តៅអាមេរិកក៏ឆ្លៀតឱកាសយកកេងចំណេញនយោបាយនៅក្នុងពេលហ្នឹងទាន់តែមានម្ចាស់ផ្ទះដែលជាកម្ពុជាផ្ដល់អត្ថិភាពឲ្យអាមេរិកជួយតាមហើយអំពាវនាវឲ្យជួយហើយលើកទឹកចិត្តឲ្យជួយទៀតអាហ្នឹងដែលជាឱកាសអាហ្នឹងវាដូចសម័យលន់នល់អញ្ចឹងណាបងប្អូនសម័យលន់នល់ដល់ពេលដែលសេនាប្រមុខលន់នល់អនុញ្ញាតឲ្យអាមេរិកចូលយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានទ័ពដើម្បីវាយជាមួយទាហានវៀតកុងពេលនោះឯងដែលធ្វើឲ្យអាមេរិកមានទឹកមាត់ប្រៃនៅក្នុងការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងពួកវៀតកុងវៀតណាមខាងជើងដើម្បីរំដោះវៀតណាមខាងជើងចេញពីពួកកុម្មុយនីសហ្នឹងដើម្បីឲ្យវៀតណាមខាងបូងនិងខាងជើងក្លាយទៅជាវៀតណាមតែមួយវៀតណាមសេរីប៉ុន្តែជាលទ្ធផលវាមិនបានផលអីទេដោយសារអីដោយសារតែអាមេរិកពេលដែលចូលទៅក្នុងដែនដីកម្ពុជាហើយទម្លាក់គ្រាប់ទម្លាក់អីហ្នឹងគឺស្លាប់ប្រជាពលរដ្ឋខ្មែរច្រើនពេកដោយសារតែខ្លួនបានរដ្ឋាភិបាលសេនាប្រមុខលន់នល់ដែលខ្លួនលើកបន្ទប់ដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឬក៏ទម្លាក់បកូណាប្របាទនរោត្តមសីហនុពីមុនមកហ្នឹងទៅដល់ពេលបានសិទ្ធិស្របច្បាប់ដែលជំនួយអាមេរិកមានគ្រាប់បែកអីយកទម្លាក់លើដីកម្ពុជាហ្នឹងប្រជាពលរដ្ឋកម្ពុជាមិនមានការពេញចិត្តអញ្ចឹងឯណាព្រោះអីអាការរំលោភសិទ្ធិមនុស្សអាការស្លាប់មនុស្សក៏កាន់តែច្រើនបានប្រយោជន៍ទៅវៀតណាមសង្គ្រាមវៀតណាមតែអត់ចំណេញអីកម្ពុជាមកហ្នឹងគេគ្រាន់តែយកឈ្នន់ដើម្បីធ្វើសង្គ្រាមជាមួយពួកវៀតកុងហ្នឹងហើយស្លាប់ប្រជាពលរដ្ឋខ្មែរមកកណ្ដោក៏ដឹកជាតិនៅទីបំផុតដោយសារតែភាពមិនត្រូវគ្នាក្នុងចំណោមប្រជាពលរដ្ឋខ្មែរផងហើយភាពមិនត្រូវគ្នារវាងវៀតណាមខាងជើងនិងវៀតណាមខាងបូងពួកធាវគីហើយនិងពួកវៀតកុងផងធ្វើឲ្យសង្គ្រាមនៅកន្លែងតំបន់ឥណ្ឌូចិនរបស់យើងជាពិសេសអាមេរិកបរាជ័យត្រូវដកទ័ពចេញមកចោលសេនាប្រមុខលន់នល់រហូតដល់តែខ្មែរក្រហមឡើងមកកាន់ប្រទេសសម្លាប់រង្គាលគឺគ្មានទីបំផុតអានេះគឺជារឿងមួយដែលប្រវត្តិសាស្ត្រមិនគួរណាសាដានទេហើយកម្ពុជាគិតថាអាមេរិកពេលនេះគឺគាត់ឆ្លៀតឱកាសដូចសម័យលន់នល់អញ្ចឹងព្រោះអីរដ្ឋាភិបាលម្ចាស់ផ្ទះចាប់ផ្ដើមបោះដៃពូកាមុនគាត់អាមេរិកជេរអាមេរិករាល់ថ្ងៃហ្នឹងដល់ឥឡូវហេតុអីបានត្រូវជាមួយអាមេរិកគឺដោយសារតែឆ្លោះជាមួយថៃតែប៉ុណ្្នឹងឯងបើអត់ឆ្លោះជាមួយថៃខ្មែរយើងនៅតែអោបជើងចិនស្អិតល្មុតអញ្ចឹងតែយ៉ាងណាបងប្អូនខ្ញុំនៅតែនិយាយម្ដងទៀតថាវាអត់មានខុសឆ្គងអីទេអោបអាមេរិកគ្រាន់បើបាន hamburger ហូបដែរវាគ្រាន់បើជាងមើមឆៃថាវហើយស្ពៃរបស់ចិនដែរអញ្ចឹងទទួលទានទៅប៉ុន្តែ
ត្រូវកុំឲ្យប្រវត្តិសាស្ត្រសាដានគឺត្រូវតែប្រជាពលរដ្ឋខ្មែរទាំងអស់ហ្នឹងត្រូវតែឲ្យអាមេរិកទទួលខុសត្រូវរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានហើយគេអូសទូកុំឲ្យឡានឥឡូវបានទីជាទីពឹងហើយអាចជួយការពារកុំឲ្យថៃឈ្លានពានតទៅទៀតជារឿងល្អណាស់ប៉ុន្តែយើងត្រូវស្ដារសម្រាប់ផ្ទៃក្នុងរបស់យើងផងកុំឲ្យមានការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យព្រោះតម្លៃអាមេរិកនេះតម្លៃធំណាស់តម្លៃកិត្តិយសសេចក្តីថ្លៃថ្នូរនិងប្រជាធិបតេយ្យដែលជាតម្លៃដែលប្រជាពលរដ្ឋនៅលើពិភពលោកទទួលស្គាល់និងឲ្យគោរពអីចឹងដូច្នេះមិនឲ្យប្រឡាក់ប្រឡោះនៅពេលដែលប្រជាធិបតេយ្យយើងអត់ស្ដារសិទ្ធិមនុស្សយើងនៅដដែលអ្នកទោសមនសិការក៏មិនដោះលែងលោកកម្មសខាក៏នៅតែជាប់ទោះតាន់ហើយចោតអាមេរិកថាជារដ្ឋាភិបាលផ្ដួលរំលំរដ្ឋាភិបាលកម្ពុជារឿងនេះគឺជាវិញ្ញាសាច្រើនណាដែលរដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយកុំថារួចខ្លួនប៉ុន្តែពេលនេះខ្ញុំជឿថាទាំងខ្ញុំទាំងប្រជាពលរដ្ឋទាំង17លាននាក់សាទរដែលមានជំនួយឬក៏យ៉ាងហោចណាស់បានជាអាមេរិកយកចិត្តទុកដាក់កម្ពុជាដែរកុំឲ្យយើងល្ងាពេកប៉ុន្តែវិញ្ញាសាសម្រាប់មេដឹកនាំខ្មែរនៅច្រើនណាស់តើយើងមានសុឆន្ទៈឬចិត្តស្មោះសរនឹងគេហៅថាឆន្ទៈនយោបាយនៅក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងយើងជាជាងព្រំដែននឹងតើសិទ្ធិមនុស្សជាតបតៃអំពើពុករលួយប្រព័ន្ធតុលាការឯករាជ្យនីតិរដ្ឋស្អីៗនឹងមកកណកដងហ្នឹងតើយើងអាចដោះស្រាយតាមបានដោយរលូនឬយ៉ាងណាប៉ុន្តែឥឡូវចាប់ផ្ដើមមុនដោះស្រាយរឿងមួយថៃសិនកុំឲ្យបាត់ដីយើងទី2ឲ្យមានភាពស្ងប់ស្ងាត់ជាមួយថៃហើយត្រូវប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខាងទៅកុំខានឲ្យសោះហើយទី2គឺទី3គឺដោះស្រាយបញ្ហាផ្ទៃក្នុងនយោបាយរបស់យើងឲ្យមានការផ្សះផ្សាជាតិនេះគឺជាវិញ្ញាសាធំសម្បើមមិនមែនជានយោបាយប្រជាពិធទេប៉ុន្តែនិយាយពីរឿងការដែលផ្ទៃក្នុងរបស់យើងនេះគឺថ្ងៃនេះម្ដងទៀតលោកសំរងស៊ីនិយាយអំពីការដកសញ្ជាតិលោកចិនស៊ីដកតំណែងអីហ្នឹងបើថាមិនទាន់មានព័ត៌មានអីពិតឬក៏អាចថាគាត់មានតម្រុយពីផ្ទៃក្នុងយ៉ាងណាខ្ញុំនៅរងចាំការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាចាំមើល Facebook គាត់ទៅស្អែកហ្នឹងគាត់នឹងតបយ៉ាងណាយ៉ាងហោចណាស់ក៏គាត់នឹងចោទប្រកាន់ថាលោកសំរងស៊ីនិយាយខ្វះការពិតប៉ុន្តែដូចខ្ញុំជម្រាបចឹងបងប្អូនបើមានព័ត៌មាននេះកើតឡើងដោយលោកសំរងស៊ីលើកឡើងខ្ញុំអត់ភ្ញាក់ផ្អើលទេព្រោះមានករណីលោកលីរតនរស្មីមួយកើតឡើងហើយដែលសាធារណមតិទូទៅចាត់ទុកថាជាលបែងឆ្ពិនភ្នែកគឺបានន័យថាយើងសរសេរការបរិច្ឆេទដកតំណែងដកតួនាទីអីរបស់មនុស្សម្នាក់ដោយសារតែចង់លៀងដោះដៃខ្លួនហើយប្រាប់ថាกระดาษហ្នឹងចុះហត្ថលេខាតាំងពីមួយឆ្នាំមុនមិនតែទៅធ្វើថ្ងៃហ្នឹងអញ្ចឹងក៏អត់មានភ្ញាក់ផ្អើលទេហើយបើរដ្ឋាភិបាលកម្ពុជាជ្រើសរើសវិធីនេះគឺជាវិធីដដែលហើយចង់រំពឹងលទ្ធផលថ្មីបានន័យថាម៉េចយើងធ្វើអីដដែលរំពឹងលទ្ធផលថ្មីគឺជាបើតាមទ្រឹស្ដីរបស់លោក Albert Einstein គឺជាអំពើឈ្គត់លីលាខ្ញុំអត់និយាយថារដ្ឋាភិបាលឈ្គត់លីលាទេខ្ញុំចង់និយាយថាយើងធ្វើដដែលហើយជឿថាគេនឹងបានផលផ្សេងប្រជាពលរដ្ឋនឹងជឿគឺនេះជាអំពើមិនគប្បីទេហើយជាអំពើដែលបំពេញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋនឹងកាន់តែមានការថ្នាំងថ្នាក់ដូច្នេះខ្ញុំជឿថាយល់ល្អគឺចុះហត្ថលេខាថ្ងៃហ្នឹងលុបសញ្ជាតិថ្ងៃហ្នឹងដកតួនាទីថ្ងៃហ្នឹងបរិយាក្រិតដកងារបរមងារអ្នកអង្គការអីថ្ងៃហ្នឹងហ្មងឲ្យឃើញថាត្រឹមថ្ងៃ2 3ថ្ងៃនៅពេលដែលមុនមានរឿងហ្នឹងខ្ញុំជឿថាពេលហ្នឹងបានយើងជឿថារដ្ឋាភិបាលមានចិត្តស្មោះសរមិនខ្លាចមែនហើយបើសិនជាចុះហត្ថលេខាដាក់ថ្ងៃថយក្រោយវិញប្រជាពលរដ្ឋគេច្បាស់ជា 100% គេថាអូយល្បិចដដែលទៀតហើយខ្ញុំជឿថារដ្ឋាភិបាលមិនត្រូវទៅផ្លូវហ្នឹងទេហើយលោកសំរងស៊ីជួនកាលអាចជាយុទ្ធសាស្ត្រនយោបាយដែលគាត់ដឹងមុនគាត់ស្កាត់មុនឲ្យហើយទៅដើម្បីទប់រដ្ឋាភិបាលកុំឲ្យចេញឯកសារដកធាក់ថយការបរិច្ឆេទទៅក្រោយចាំបញ្ចេញមកត្រូវដូចអ្វីលោកសំរងស៊ីធ្វើមិនចឹងអញ្ចឹងរដ្ឋាភិបាលអត់ចង់ធ្វើថាយីមេបាក់ប្រឆាំងឬក៏មេរដ្ឋាភិបាលក្រៅប្រទេសនេះអីក៏ប្រកែទាយម៉េះត្រូវម៉េះចង់កុំធ្វើឲ្យត្រូវបើកុំធ្វើឲ្យត្រូវគឺដាក់ឲ្យត្រូវថ្ងៃហ្នឹងខែហ្នឹងពេលហ្នឹងម៉ោងហ្នឹងកុំឲ្យធាក់ថយដូច្នេះមួយណាក៏រដ្ឋាភិបាលកម្ពុជាអត់រួចខ្លួនដែរវាពិបាកអញ្ចឹងដែរដោយសារតែអានឹងដូចខ្លាខំគោអញ្ចឹងទៅណាក៏ផងដែរប៉ុន្តែខ្ញុំនៅតែគាំទ្រខ្ញុំមិនចោទប្រកាន់លោកចិនស៊ីថាជាអក្រិតជនទេព្រោះអត់ទាន់មានដីកាតុលាការកម្ពុជារកឃើញពីឬក៏ចោទប្រកាន់ឬក៏មានតុលាការណាកាត់ក្តីគាត់ឲ្យជាប់ពិរុទ្ធពីបទអីគាត់បានតតាំងក្តីបំភ្លឺអីទេដូច្នេះគាត់នៅតែជាជនសង្ស័យហើយជាជនដែលអត់ទាន់មានកំហុសនៅឡើយទេបើតាមនីតិវិធីច្បាប់មិនអាចចាត់ទុកថាគាត់ជាអក្រិតជនទេតែយ៉ាងណាដោយផ្អែកទៅលើភស្តុតាងដែលបានច្រើនសន្ធឹកបែបនេះពីទាំងអង់គ្លេសទាំងអាមេរិកទាំងសិង្ហបុរីទាំងម៉ាឡេទាំងអីដោយទាំងកូរ៉េខាងត្បូងផងខ្ញុំថាកម្ពុជាមិនអាចរងចាំនៅក្នុងការដែលដកសញ្ជាតិឬក៏ចាត់ការលោកចិនស៊ីក្នុងនាមជាម្ចាស់ផ្ទះទេព្រោះអីអ្នកខាងក្រៅគេធ្វើអស់ហើយនៅតែម្ចាស់ផ្ទះខ្លួនឯងតែយើងនៅកាងបានយូរប៉ុណ្ណាទៀតហើយបើកាងកុំឲ្យមានការបរិច្ឆេទដូចលោកសំរងស៊ីថាឲ្យត្រូវលោកសំរងស៊ីអីធ្វើឲ្យខុសការគិតរបស់គាត់ម្ដងមើលតែចង់បន្សាបរដ្ឋាភិបាលក្រៅប្រទេសហ៎បើចង់បន្សាបគាត់គឺចេញថ្ងៃហ្នឹងធ្វើថ្ងៃហ្នឹងដកថ្ងៃហ្នឹងកុំដាក់ការបរិច្ឆេទទៅក្រោយតែអានេះខ្ញុំនិយាយឲ្យថាជាវិញ្ញាសារបស់រដ្ឋាភិបាលហើយលោកសំរងស៊ីក៏ធ្វើឲ្យរដ្ឋាភិបាលពិបាកចិត្តមិនតិចដែរព្រោះការដែលបង្ហើបព័ត៌មានបែបនេះគឺជាការដែលធ្វើឲ្យរដ្ឋាភិបាលចាប់ផ្ដើមគិតថាតើត្រូវធ្វើយ៉ាងដូចម្ដេចកុំឲ្យត្រូវតាមអ្វីដែលលោកសំរងស៊ីថាតែឲ្យវាសមទៅនឹងអ្វីដែលប្រជាពលរដ្ឋគួរជឿប៉ុន្តែខ្ញុំថាកុំខ្វល់រឿងអ្វីដែលលោកសំរងស៊ីថាកុំខ្វល់ថាសាធារណជនទូទៅថាគឺខ្វល់រឿងសច្ចធម៌យុត្តិធម៌និងការបោះសម្អាតឧក្រិដ្ឋកម្មឆ្លងដែនដើម្បីស្ដារកិត្តិយសកេរ្តិ៍ឈ្មោះប្រជាពលរដ្ឋប្រទេសជាតិយើង17លាននាក់អញ្ចឹងសូមកុំខ្វល់យករឿងនយោបាយមកលោកឡំច្រើនពេកនិយាយតែពីរឿងការពិតទៅចាត់ការតាមការគួរខ្ញុំជឿថាប្រជាពលរដ្ឋ17លាននាក់នឹងសាទររដ្ឋាភិបាលកម្ពុជាបើទោះបីជាមានរឿងកក្រិចមកកណោក៏ដោយខ្ញុំជឿថារឿងនេះបើចំពោះខ្ញុំវិញខ្ញុំសាទរ 100% ដើម្បីអីលៀងខ្លួនយើងក្នុងន័យថាស្ដារបន្តិចម្ដងទៅវាគ្រាន់បើជាងកាយសម្រាមថែមរហូតវាលួយអស់ហើយបើយើងនៅតែដាក់សម្រាមមកទៀតអត់ព្រមចាប់ផ្ដើមសម្អាតវាចម្រាញ់វាខ្លះគឺយើងនឹងលលួយខូចអស់តែម្ដងហើយអត់មានពេលកែទេគឺយើងស្លាប់